យើងនិយាយបូកសរុបរួមការខូចខាតបើយើងវិតម្លៃរួមហើយចូល80%ហើយបាទតកតងជាមួយនឹងការវិតម្លៃក្រោយពីការចុះសិក្សារបស់អ្នកជំនាញបច្ចេកទេសរបស់អាជ្ញាធរព្រះវិហារយើងឃើញថាចាប់ពីខែកក្កដាពីថ្ងៃទី24ដល់27គឺការវិតម្លៃតកតងជាមួយនឹងការផលប៉ះពាល់ពីក្របផ្លោងរបស់ខាងសៀមមកលើប្រាសាទព្រះវិហារហ្នឹងវាមានចំនួន142ទីតាំងហ្នឹងហើយចំណុចមួយទៀតចាប់ពីថ្ងៃទី7រហូតដល់ថ្ងៃទី27ខែ12នេះគឺយើងមកចុះសិក្សាបន្តថែមទៀតគឺមានជាង400កន្លែងសរុបរួមពីខែ7មកដល់ខែ12នេះវាបើយើងបូកបញ្ចូលគ្នាទីតាំងដែលយើងបានចុះសិក្សាពិនិត្យផលប៉ះពាល់ទៅលើប្រាសាទហ្នឹងគឺ562ទីតាំងនៅលើប្រាសាទទាំងមូលនេះបាទជាទូទៅប្រាសាទព្រះវិហារដែលមិនទាន់មានផលប៉ះពាល់ជាមួយនឹងខាភិគីកងទ័ពសៀមដែលមកធ្វើឲ្យរំខានដល់ប្រាសាទយើងនេះគឺកន្លែងរបស់យើងគឺវាស្អាតណាស់បាទរាល់គប់រៈទាំងអស់រាល់ខ្លោងទ្វារទាំង5នៃប្រាសាទព្រះវិហារយើងគឺមានលក្ខណៈនៅល្អច្រើនហើយក៏យើងអាចមានលទ្ធភាពក្នុងការងារត្រៀមក្នុងការជួសជុលឡើងវិញឲ្យបានស្អាតដែរក៏ប៉ុន្តែក្រោយពីការបំផ្លិចបំផ្លាញពីក្របផ្លោងរបស់សៀមមកឥឡូវនេះស្ថានភាពដែលស្អាតពីមុនមកហ្នឹងគឺឥឡូវនេះប្រែคล้ายទៅជាដូចជាកន្លែងដែលខ្ទេចខ្ទាំដោយសារការផ្លោងរបស់ខាងកងទ័ពសៀមដែរតាំងពីចាប់ផ្ដើមដាក់ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោកឬក៏មុនហ្នឹងក៏ដោយក៏យើងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនានៅប្រាសាទព្រះវិហារយើងនេះទេក៏ប៉ុន្តែអ្វីដែលចាប់ផ្ដើមមានបញ្ហាជាមួយខាងថៃហ្នឹងគឺចាប់ពី2008ក៏មិនទាន់មានអីដែលនេះដែរមួយផ្លែតយើងបើកទេសចរវិញបានទេតែចាប់ពីខែ7រហូតមកដល់ខែ12នេះគឺយើងបិទទេសចរទាំងស្រុងដោយសារទី1គឺពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពរបស់ទេសចរជាតិនិងអន្តរជាតិខ្លាចមានបញ្ហាកើតឡើងទៅយើងមានពិបាកនឹងការទទួលខុសត្រូវដល់សុវត្ថិភាពរបស់ពួកគាត់បាទហើយសង្ឃឹមថាយើងក៏ចង់ឲ្យមានឲ្យស្ថិរភាពនៃកិច្ចការងារផ្នែកបញ្ហាហ្នឹងចង់ឲ្យឆាប់ចប់ដែរដើម្បីឲ្យយើងបើកទេសចរក៏ប៉ុន្តែយើងមិនដឹងថាពេលណាទេដែលយើងអាចបើកបានប្រហែលលុះត្រាតែមានការថ្នាក់នាំឬក៏រដ្ឋាភិបាលជាមួយនឹងខាងភាគីថៃនឹងទៅគ្នាពេលណាចរចាគ្នាពេលណាតាមការទូតាមអីខ្ញុំក៏អត់ដឹងដែរ